បាទអនុញ្ញាតគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងបាទដែលកំពុងតែស្វែងរកបាទប្រភេទរថយន្តយកទៅប្រើប្រាស់បាទឬក៏ធ្វើអាជីវកម្មផ្សេងបាទថ្ងៃនេះខ្ញុំណែនាំប្រភេទ Nissan មួយគ្រឿងមកប៉ុណ្ណាបាទឡានមួយគ្រឿងនេះបាទឆ្នាំ02ប្រើសាំងលេខអូតូបាទ6ម៉ាស៊ីនបាទបងប្អូនយកទៅជិះបាទយកទៅប្រើធ្វើអាជីវកម្មនានាផ្សេងអាចជិះទស្សនាជាមួយខ្ញុំតែម្ដងបងប្អូនបាទបងប្អូនឃើញបាទនៅមុខខ្ញុំនេះបាទប្រភេទ Nissan ពណ៌ទឹកមាសបាទពណ៌ទឹកមាសបាទឆ្នាំ02ឡានប្រភេទឡាន6ម៉ាស៊ីនលេខអូតូមកបងណាបាទឡានមានឯកសារគ្រប់មានពន្ធត្រឹមត្រូវមកបងអើយបាទមួយគ្រឿងថ្មីស្អាតទៅប្រកាសបានថ្មីក្តៅពីអ្នកជិះពីអ្នកប្រើមកផ្ទាល់មកបងប្អូនចង់ទិញដាច់ក៏បានចង់វាយដូរបានពុកមកបងណាបាទចង់ទិញដាច់ក៏បានចង់វាយដូរបានបងប្អូនបាទទីតាំងខ្ញុំបាទនៅខាងភ្នំពេញនៅខាងចំចៅឬបងប្អូនអាចតំណងសាកសួរបាទព័ត៌មានតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំបាទនៅខាងក្រោមវីដេអូពុកមកបងណាបាទមានចំនួន3ប្រព័ន្ធបាទប្រព័ន្ធ Telegram មានស្រាប់អស់បងប្អូនចង់វាយដោបងប្អូនបើកឡានបងប្អូនមកបាទមកមើលជាក់ស្ដែងទាំងអស់គ្នាបងប្អូនណាបងប្អូនមើលរបស់ខ្ញុំមើលរបស់បងប្អូនបាទនិយាយតម្លៃគ្នាចរចាជាក់ស្ដែងផ្ទាល់នៅមកតែបងប្អូនបាទហើយបងប្អូនដែលស្រឡាញ់ពេញចិត្តត្រូវការបាសឡានដឹកបាទឡានដឹកយកទៅធ្វើអាជីវកម្មដឹកបន្លែផ្លែឈើឬក៏ដឹកសម្ភារៈផ្សេងបងប្អូនបាទមួយគ្រឿងនេះដឹងធានាដឹងមកពេញចិត្តតែបងប្អូនណាបាទឡានថ្មីឡានស្អាតឡានសំណុំឡានអត់ដៃមានប្រវត្តិកាត់តស្ងោដោពណ៌ទៅបងប្អូនណាបាទអត់ដៃមានប្រវត្តិកាត់តស្ងោដោពណ៌ទៅបងប្អូនបាទមួយគ្រឿងនេះនៅថ្មីស្អាតណាបាទផ្លាកលេខផ្លាកលេខសៀមរាបបងប្អូនបាទ 2B សៀមរាបបងប្អូនណាបាទលេខ8491បាទឡានស្អាតឡានសំណុំឡានមានឯកសារគ្រប់មានពន្ធត្រឹមត្រូវបាទធានាឲ្យបងប្អូនណាបាទបងប្អូនមកមើលមិនខកចិត្តខកម្ដងបងប្អូនចង់ទិញដាច់ចង់វាយដូរក៏បានបងប្អូនណាបាទបងប្អូនឃើញបាទការរៀបចំតុបតែងនៅថ្មីមកស្អាតអស់បងប្អូនអើយបាទចាំតែពុកម៉ែបងប្អូនទិញហើយយកទៅប្រើប្រាស់បងប្អូនណាបាទមកគ្រឿងនេះចំណេញបងប្អូនណាបងប្អូនអាចជិះបាទលក្ខណៈគ្រួសារក៏បានបាទដឹកបន្លែផ្លែឈើក៏បានឬក៏បងប្អូនណាឲ្យក្មេងៗអង្គុយពីខាងក្រោយឬក៏ពុកម្ដាយដែលគាត់ពុលឡានឬក៏ដឹកសមាជិកអីបាទវាចំណេញបងប្អូនបាទប្រភេទធុងវែងជិះបានគ្នាច្រើនណាស់បងប្អូនអើយបាទប្រភេទធុងវែងជិះបានគ្នាច្រើនបងប្អូនខ្លះគាត់ពុលឡានបងប្អូនណាបាទគាត់ពុលឡានគាត់ជិះខាងក្នុងអាកាសបាទអង្គុយពីខាងក្រោយស្រួលឲ្យហើយយើងដឹកបានគ្នាច្រើនបាទវាសុវត្ថិភាពគ្រួសារបងប្អូនមានមួយគ្រឿងទៅយកទៅទុកផ្ទះបងប្អូនបាទវាស្រួលដែរយើងត្រូវការយកប្រលប់អីត្រូវការជីតនាតន័យអីត្រូវការដឹកអីវ៉ាន់ពេកកប៉ុកអីនៅតាមផ្ទះអីស្រួលយើងមិនបាច់តែមានជួគេបងប្អូនណាបាទឡានយើងជិះក៏បានដឹកក៏បានចេះវាចំណេញមែនតើបងប្អូនបាទបងប្អូនបានទស្សនាបាទកុំភ្លេចបាទជួយ like ជួយ share បាទរាល់វីដេអូរបស់ខ្ញុំបាទបងប្អូនដើម្បីបានវីដេអូថ្មីបន្ថែមពីខ្ញុំបាទនេះណាបងប្អូនឃើញបាទទឹកថ្នាំមកជុំសាច់ដែកមកជុំនៅថ្មីនៅស្អាតសំណុំតែម្ដងបងប្អូនអើយបាទសបកកង់ឲ្យថ្មីទាំង4ទាំងគ្រាប់បាទហើយផ្នែកខាងមុខបងប្អូនណាបាទលេងជាគៀងគុជឲ្យបងប្អូនបាទជាគៀងគុជលេងហើយជាស្រាប់ពុកម៉ែបងប្អូនជិះទៅអត់ចាញ់ពលឺអត់ចាញ់ផ្លូវទេពុកម៉ែបងប្អូនណាអត់ចាញ់ពលឺទេយប់ឡើងភ្លឺច្បាស់មែនតើហើយផ្លាកលេខស្អាតទាំងមុខទាំងក្រោយខ្ញុំជន់មកខ្ចីមកស្អាតបងប្អូនបាទឯកសារអីគ្រប់មានពន្ធត្រឹមត្រូវមកខ្ចីមកស្អាតហើយប្រភេទ Nissan នេះបងប្អូនណាបាទពន្ធផ្លូវមួយឆ្នាំតែ200000ទេបងប្អូនបាទប្រភេទឡានធំហ្នឹងពន្ធផ្លូវធូរទេបងប្អូនមកមើលជាមួយខ្ញុំបាទពន្ធផ្លូវមួយឆ្នាំតែ200,000ទេបងប្អូនណាបាទហើយឡាននេះមានពន្ធត្រឹមត្រូវឯកសារគ្រប់ពន្ធឈៀកគល់បញ្ញាពន្ធនាំចូលអីនៅមានមកកាផ្លែមកអែមបងប្អូនបាទហើយបងប្អូនទស្សនាកុំភ្លេចជួយ like ជួយ share បងប្អូនណាបាទ share មួយដើម្បីឲ្យបងប្អូនដែលកំពុងស្វែងរកបាទបានគាត់ឃើញនឹងបានទស្សនាទាំងអស់គ្នាឥឡូវខ្ញុំណែនាំផ្នែកខាងក្លុកកលៀតខាងស្រោមពុកខាងក្នុងនិងក្លុកម៉ាស៊ីនបន្ថែមទៀតបងប្អូនបាទបងប្អូនជិះមកទស្សនានៅខាងក្នុងទៀតបងប្អូនបាទគ្រឿងក្នុងវិញនៅថ្មីស្អាតបងប្អូនបាទគ្រឿងក្នុងអត់មានបាច់បាក់ប្រេះស្រាមទេបងប្អូនណាបាទម៉ាស៊ីនត្រជាក់នៅត្រជាក់មកអែមញ៉េអីនៅមកបាទបើកសលេងមកច្បាស់នៅដំណើរការទាំងបងប្អូនបាទស្រោមពុកស្រោមអីលេងដេកឲ្យអស់បងប្អូនពីរួមទៅប្រភេទឡានរៀបចំឲ្យស្អាតបងប្អូនទិញឲ្យយកទៅប្រើប្រាស់តែម្ដងសាច់ដៃស្អាតក្លុកកលៀតខ្ចីបាទឡានអត់ដៃមានប្រវត្តិកាត់តស្ងោដោពណ៌ទេបងប្អូនណាបងប្អូនឃើញបាទឡានរៀបចំមកស្អាតហើយសាច់ជាងអីចឹងក្លុកកលៀតអីនៅសាច់ដៃវាទាំងអស់បងប្អូនខាងក្រោយនេះធំទលាយបងប្អូនណាបាទជីបានគ្នាច្រើនខាងក្នុងនេះជីបានគ្នា5ទៅ6នាក់ហើយខាងក្រោយទៀតយើងអាចដឹកបានគ្នាច្រើនទេបងប្អូនអើយបាទចំណេញមែនតើមួយគ្រឿងនេះបងប្អូនទិញទៅយកចំណេញបាទជីទៅវាចំណេញមែនតើបងប្អូនណាបានជីហើយបានដឹកទេបងប្អូនបាទឥឡូវបងប្អូនឃើញបាទការរៀបចំតុបតែងខាងក្នុងក៏អីនៅថ្មីស្អាតចឹងបងប្អូនហើយសបកកង់វិញបងប្អូនណាបាទសបកកង់វិញបាទប្រភេទកលាកង់កាប់បាទសនំកង់ស៊ីនបាទសាច់ដៃអត់មានពុកមានឆែទេបាទនៅថ្មីនៅស្អាតចឹងបងប្អូនណាបងប្អូនឃើញជាក់ស្ដែងទាំងអស់គ្នាបាទសបកកង់នៅថ្មីស្អាតបាទឥឡូវបងប្អូនមើលផ្នែកខាងឆ្វេងម្ដងបងប្អូនណាបាទក្លុកកលៀតខាងឆ្វេងម្ដងបាទមិញបងប្អូនទស្សនានៅផ្នែកខាងក្លុកកលៀតខាងស្ដាំឥឡូវខ្ញុំណែនាំ
ផ្នែកខាងឆ្វេងមកប៉ុណ្ណាបងប្អូនឃើញទេបាទសាច់ជញ្ជាំងខាងឆ្វេងនៅថ្មីនៅស្អាតគ្រឿងជ័រស្អាតស្មើគ្នាតែបងប្អូនមិនថាទាំងខាងឆ្វេងខាងស្ដាំនេះក៏លុកកលៀនថ្មីនៅស្អាតចឹងបងប្អូនណាគ្រឿងជ័រមានបាច់បាក់មិនអាថ្មអញ្ចឹងបាទប៉ុន្តែនៅតែលេខកូដទាំងអស់បាទហើយទាំងមុខទាំងក្រោយគឺថ្មីស្អាតចឹងបងប្អូនឃើញជាក់ស្ដែងខ្ញុំអត់មានភូតផលខកបងប្អូនទេសាច់ជញ្ជាំងនៅថ្មីភ្លឺចឹងបងប្អូនបាទក្នុងអីធំទលាបាទសាច់ដែកអែមបាទឡានស្អាតបងប្អូនមិនខកចិត្តមិនខកម្ដងទេបាទឥឡូវខ្ញុំណែនាំខាងកលៀតក្នុងបន្តិចបងប្អូនណាមុនទៅក្លុកខាងសងសិនបាទនេះខាងឆ្វេងនេះក៏នៅអាសាច់ដែកបាទធុងសាក់ស៊ីមានពុកឆែបងប្អូនមកមុនមកពេញតែម្ដងបងប្អូនបាទពុកម៉ែបងប្អូនជាឋានៈនៅក្លុកសិនរបស់គ្នាបងប្អូនបាទបងប្អូនណាគួយថ្មីភ្លើងបើទុក3 4ថ្ងៃបញ្ហាបាទកលុកកលៀតដៃគឺនៅថ្មីបងប្អូននៅថ្មីនៅស្អាតសំណុំតាមណាធានាថាបងប្អូនមកមើលចិត្តខំបងប្អូនបាទលេខកូដធ្នឹមនៅបងប្អូនអើយបាទលេខកូដនៅមកអែមដៃគីរួមបងប្អូនមកចិត្តម្ដងបាទហើយបើសិនទីពុកម៉ែបាទមើលវីដេអូរបស់បងខាងចិត្តហើយអត់មកបងប្អូនណាវេទៅបាទបងដល់ផ្ទះតែបងណាអរជូនបងប្អូនផ្ទះតែបាទហើយជាចុងក្រោយខ្ញុំអរគុណដល់ពុកបងអ្នកបានត្រូវរាល់វីដេអូខ្ញុំបានមកchia sẻបាទច្រើនមែនតើហើយបងបើសិនជាស្រឡាញ់ពេញចិត្តបានមកប៉ុណ្ណាទីតាំងពេញចៃបាទឬទៅសាកសួរតាមទូរស័ព្ទក៏វីដេអូបានហើយសូមបានជម្រាបលា